វីដេអូនេះខ្ញុំចង់បង្ហាញអំពីការ set up ដំឡើង software សម្រាប់ម៉ាស៊ីនកាត់អូតូយើងស៊េរី A380 ពេលដែលមួយគាត់ទិញម៉ាស៊ីនទៅខ្ញុំនឹងមាន flash ឲ្យទៅជាមួយ software មាន2នេះ software ហ្នឹងគឺ CorelDRAW version 2020ហើយនិង plugin របស់ម៉ាស៊ីនកាត់ហ្នឹង plugin របស់ CorelDRAW អញ្ចឹងពេលបាន flash ហ្នឹងទៅយើងឃើញមាន file 3ហ្នឹងហើយតែ file 2នេះគឺ folder នេះគឺ CorelDRAW 2020 បើសិនបើយើងមានកម្មវិធី CorelDRAW set up រួចហើយ version មុនហ្នឹងឬក៏ក្រោយហ្នឹងយើងមិនបាច់ដំឡើងវាទៀតទេខ្ញុំដាក់ទៅជាមួយនេះករណីដែល CorelDRAW របស់យើងហ្នឹងអត់ support ជាមួយ plugin របស់កម្មវិធីកាត់នេះឈ្មោះថា Z-Hike បើវាអត់ support គ្នាទេតម្រូវឲ្យយើង uninstall CorelDRAW របស់យើងចោលហើយ install version 2020 វិញព្រោះ2020នេះវា stable ជាងគេវាដើរស្រួលជាមួយ plugin របស់កម្មវិធីម៉ាស៊ីនកាត់យើងអូខេអញ្ចឹងនិយាយរួមមានតែ2ឯងបើសិនជាយើងមាន CorelDRAW ស្រាប់យើងមិនទាន់ uninstall របស់យើងចាស់យើងប្រើរាល់ថ្ងៃហ្នឹងយើងគ្រាន់តែ install អានេះ plugin របស់វាឈ្មោះថា Z-Hike ហ្នឹងមាន file មួយទៀតហ្នឹងគឺឈ្មោះថា license important ក្នុងហ្នឹងគឺមានលេខកូដ license ណាអានេះខ្ញុំ blur វាព្រោះសារលេខកូដ license ពិតប្រាកដខ្ញុំ blur វាចោលហើយអញ្ចឹងយើងគ្រាន់តែ open នេះ right click open មកទៅលើ plugin Z-Hike ហ្នឹងនឹងចេញផ្ទាំងនេះហើយវាដាក់ថា please select the installation language វាឃើញអក្សរលូតអញ្ញៃនេះគឺមិនមែនភាសាអង់គ្លេសទេយើង select ចុះមកក្រោមមកវាមាន3ភាសានេះនិយាយរួមយើងប្រើតែអង់គ្លេសទេវាដាក់ English យក English ទៅហើយចុច next ហើយកន្លែងនេះជាទូទៅម៉ាស៊ីនយើងថ្មីរបស់ខ្ញុំវាមាន license ស្រាប់ដោយសារខ្ញុំធ្លាប់ install serial number របស់វាហ្នឹង license code របស់វាហ្នឹងអញ្ចឹងខ្ញុំ blur វាចោលហើយតែបើយើងម៉ាស៊ីនថ្មីគឺអត់មានទេប្រឡោះហ្នឹងគឺទេស្អាតអញ្ចឹង copy ពី file ដែលខ្ញុំដាក់ទៅជាមួយហ្នឹងគឺយើងទុក folder ក្នុង folder ទាំងអស់គឺទុក file ទាំងអស់គឺវាសំខាន់ខ្លាំងណាស់អញ្ចឹងយកទៅយើង copy ទុកកន្លែងឲ្យស្រួលបួសមួយទៅកុំឲ្យបាត់ folder ហ្នឹងយើង copy license code យើងមកបញ្ចូលនៅក្នុងប្រឡោះហ្នឹងមកហើយចុច next ទៀតទៅផ្ទាំងបន្ទាប់វាឲ្យយើងកន្លែងនេះ tick 4យើងដក2ចេញទៅដកកន្លែង Adobe Illustrator ហើយនិង Adobe Photoshop ព្រោះថា plugin ហ្នឹងគឺវាដើរសូវស្រួលជាមួយ Illustrator និង Photoshop អញ្ចឹងដកចោលទៅមិនបាច់ install ទេ install តែកម្មវិធីវាហ្នឹងទៅ install Z-Hike software ហ្នឹងហើយនឹង tick ទៅលើ install CorelDRAW plugin យើងចុច next ទៀតមកហើយកន្លែងបន្ទាប់យើងមិនបាច់ដូរទេគឺ folder វា default វាឲ្យយើងដាក់ folder ណាយើងដាក់ folder ហ្នឹងកុំកែ folder វាចុច next ទៀតមកអូខេវា load មកអានេះផ្ទាំងដែលវាប្រាប់យើងណាកុំបារម្ភអត់មានបញ្ហាទេបើសិនជា load ផ្ទាំងហ្នឹងមកដាក់ load ផ្ទាំង app setup ហ្នឹង if older version ក៏ប្រាប់យើងថាបើសិនជាមាន version ចាស់ធ្លាប់ install វានឹង replace វានឹង install version ថ្មី plugin ថ្មីឲ្យយើងយើងអូខេមកបានហើយបន្ទាប់មក load ផ្ទាំងមួយទៀតផ្ទាំងហ្នឹងនេះវាសួរ CorelDRAW របស់យើងហ្នឹង version ហ្នឹងត្រូវអត់វានឹង install plugin Z-Hike ហ្នឹងទៅលើ CorelDRAW ហ្នឹងអញ្ចឹងដោយសារកុំព្យូទ័រខ្ញុំមាន CorelDRAW 2020ស្រាប់ខ្ញុំ tick លើវាទៅត្រូវហើយយើងចុចលើពាក្យ install វាដាក់ installation is complete អញ្ចឹងយើងអូខេមកបន្ទាប់មកវាសួរយើងឲ្យយើង activate software now បើអត់ activate ទេយើងអត់អាចកាត់បានអាចប្រើ plugin ហ្នឹងបានទេអញ្ចឹងយើងត្រូវ activate ហើយទាមទារមាន internet កុំព្យូទ័រមាន internet យើង activate បានណាអូខេឥឡូវយើងចុច tick លើកន្លែង activate software now ហ្នឹងមកយកអូខេវាបង្ហាញថា the software has been activated មានន័យថា license code នឹងជាមួយ plugin software ហ្នឹងគឺវាត្រូវគ្នាហើយអូខេមកជាការស្រេចបន្ទាប់មកយើងបើក CorelDRAW យើងមកវិញអានេះ CorelDRAW ខ្ញុំគឺ2020ពេលយើងបើកមកនេះវាមានផ្ទាំង plugin របស់វាយើងចាប់ចូលដាក់កន្លែងណាក៏បានដែរយើងដាក់នេះក៏បានយើងទាញចេញមកក៏បានដែរណាសំខាន់គឺយើងចង់ដាក់ទីតាំងវាទេវាដាក់ Z-Hike cut ហ្នឹងនេះគឺ plugin សម្រាប់កាត់ហើយក្នុងករណីថាយើងបើកមកវាអត់មានផ្ទាំងហ្នឹងឧទាហរណ៍នេះយើងបើក CorelDRAW អត់មានផ្ទាំងហ្នឹងទេយើងចូលនៅក្នុងកន្លែងចិត្ត tool មានពាក្យ window ចុចពាក្យ window ហ្នឹងមកយកពាក្យថា toolbar មើលខាងស្ដាំដៃ toolbar ហ្នឹងខាងក្រោមនេះវាមាន Z-Hike cut ចុច tick ហើយមានន័យបង្ហាញផ្ទាំង plugin មកវិញណាបើសិនជាបាត់អូខេចុចវាមកចេញមកវិញហើយ
អញ្ចឹងនេះគឺវិធី install កម្មវិធី plugin ជាមួយ Corel Draw នៃម៉ាស៊ីនកាត់ស៊េរី A308 របស់យើង